ជាបឋមនេះគឺជាទីតាំងស្ពាននៅស្ពានលឿងដែលជារាជកំពុងតែជួយមកទស្សនកិច្ចកំសាន្តនៅលើស្ពានអ្នកលឿងរបស់យើងហើយនេះខ្ញុំកណ្ដាលខ្ញុំបានមកផ្ទាល់ហើយក៏បានជិះរថយន្តមេបញ្ជាការសឹករងស្រុកមកភ្នំដើម្បីឡើងទៅស្ពានដ៏ខ្ពស់ហើយដ៏វែងប្រវត្តិសាស្ត្រនៅថ្ងៃទី6 ខែ 4 2015 នេះគឺជាផ្លូវដែលឡើងទៅហើយខ្ញុំកណាសូមចម្រើនពរហើយជម្រាបជូនដល់ប្រជាជនជាតិនិងអន្តរជាតិដែលលោករស់នៅក្រៅប្រទេសក្នុងប្រទេសនេះគឺជាសមិទ្ធផលប្រជាជនកម្ពុជាជាសមិទ្ធផលរបស់ជាតិដែលស្ពាននេះគឺជាស្ពានមួយដែលប្រវត្តិសាស្ត្រឲ្យផ្លូវល្អហើយរិស័យរិស័កល្អហើយជាមោទនភាពមួយដែលខ្ញុំកណាខ្ញុំបានថតហើយប្រជាពលរដ្ឋនឹងកំពុងតែជិះកង់ជិះម៉ូតូជិះឡាននឹងមើលស្ពាននៅលើកំពូលស្ពានដ៏វិសេសវិសាលនៅលើទឹកដីប្រជាជនកម្ពុជាដ៏ឧត្តមឧត្តមដ៏ខ្ពង់ខ្ពស់នៃយើងហើយពិសេសបំផុតស្ពាននេះគឺជាប់ក្នុងស្រុកពីមរោខេត្តព្រៃវែងហើយមួយខាងទៀតគឺនៅស្រុកលើកដៃខេត្តកណ្ដាលនៃប្រជាជនកម្ពុជាហើយខ្ញុំកណាខ្ញុំបានថតវីដេអូនេះដើម្បីជូនដល់បងប្អូនជនរួមជាតិដែលលោកអញ្ជើញមកពីប្រទេសក្រៅហើយលោកបានជ្រាបថាស្ពាននេះបានកាត់សេបូតសម្ពោធនៅម៉ោង 7 ម៉ោង 10:30 នាទីនៅថ្ងៃទី 6 ខែ 3 ខែ 4 នេះណាខែ 4 ឆ្នាំ 2015 អញ្ចឹងគឺការដែលវិជារាជដែលលោកអញ្ជើញមកគឺលោកមានយោបល់ផ្សេងមានទស្សនៈផ្សេងហើយពិសេសគឺបាននាំគ្នាជិះដើរលេងកំសាន្តទស្សនកិច្ចដល់វិសេសវិសាលរបស់ប្រជាពលរដ្ឋហើយខ្ញុំកណ្ដាលខ្ញុំមានកិត្តិយសនៅប្រវត្តិសាស្ត្រនៅថ្ងៃនេះថ្ងៃទី 6 ខែ 4 2015 នេះមានមោទនភាពដែលលោកមេបញ្ជាការសឹករងស្រុកបោះភ្នំខ្ញុំកូណាដែលជាតបោះហើយសហការីយាយក៏បានគាត់បានជិះឡានមកដើម្បីមើលទិដ្ឋភាពបរិស្ថានជាតិមើលផ្លូវមើលស្ពានដ៏ឧត្តមឧត្តមដ៏វិសេសវិសាលនេះគឺជាកិត្តិយសរបស់ប្រជារាស្ត្រជាកិត្តិយសរបស់ជាតិជាកិត្តិយសរបស់រដ្ឋរបស់យើងដែលបានអភិវឌ្ឍហើយបានសាងសង់ហើយបានធ្វើហើយបានជួយជ្រោមជ្រែងដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគឺប្រវត្តិសាស្ត្រហើយខ្ញុំប្រកាសថាខ្ញុំជិត 50 ឆ្នាំហើយដែលខ្ញុំកើតនៅស្រុកប្រជាជនកម្ពុជានេះហើយត្រឹមតែថ្ងៃនេះម៉ោងនេះទេដែលបានថតវីដេអូហើយបានឃើញនៅស្ពានហើយបានឃើញនៅផ្លូវដ៏ល្អហើយនេះហើយគឺជាសន្តិភាពមួយដែលប្រទេសជប៉ុនហើយក្នុងប្រជាជនកម្ពុជាបានហៅថាជំនួយដ៏ឧត្តមឧត្តមដ៏វិសេសវិសាលហើយស្ពាននេះគឺលោកតានិយាយជាប្រវត្តិលោកបានឃើញហើយគឺស្អាតហើយល្អមើលខាងក្រៅខាងឆ្វេងខាងស្ដាំទៅគឺថាស្អាតហើយប្រជារាស្ត្រក៏ឡើងដើរក៏ឡើងមើលហើយគាត់ខ្លះទៅមានការរំភើបណាខ្លះទៅគាត់សប្បាយចិត្តពីព្រោះការដែលពីឆ្នាំ 1979 ដល់ឆ្នាំ 2015 នេះមានន័យថាអ្នកលឿងរបស់យើងគឺបរិបូរណ៍ដោយការស្ទះចរាចរណ៍គឺមានន័យថា1 គីឡូ 2 គីឡូដី 3 គីឡូដីក៏មានដែរព្រោះការស្ទះចរាចរណ៍ដោយសារអត់មានស្ពានតែពេលនេះយើងបានមានស្ពានមួយយ៉ាងឧត្តមឧត្តមស្ពានមួយដ៏កិត្តិយសនិងកិត្តិនាមជាកេរមរតកដ៏មានតម្លៃហ្នឹងសម្រាប់ឲ្យប្រជាពលរដ្ឋណាគឺថាក្នុងប្រទេសក្រៅប្រទេសនឹងលោកអញ្ជើញមកទៅលេងបាបភ្នំស្វាយរៀងទៅលេងតំបន់ព្រៃវែងកំពង់ចាមក្តីណាហ្នឹងគឺថាឃើញប្រជាពលរដ្ឋខ្ញុំកណាថតវីដេអូនេះគឺថាមានប្រជាពលរដ្ឋលោកជិះម៉ូតូហើយលោកមកឈប់ណាមកឈប់លេងកំសាន្តនៅលើកំពូលភ្នំនេះផងដែរនេះដោយសារគាត់អត់ដែលបានមកមើលឥឡូវគាត់មកឈប់ហើយគាត់មកមើលទិដ្ឋភាពលើកំពូលស្
ស្ពានរបស់យើងនេះណានេះគឺជាទស្សនភាពរបស់ប្រជាពលរដ្ឋដែលលោកកំដៅបានជួយមកនេះគឺជាមោទនភាពមួយហើយខ្ញុំគិតថានេះសរបញ្ជាក់ថាជារឿងកិត្តិយសហើយកិត្តិនាមរបស់ជាតិមួយផងដែរហើយខ្ញុំគិតថាស្អាតណាស់លោកតានិយាយឃើញហើយនេះខ្ញុំថតផ្ទាល់នៅខាងនេះខ្ញុំថតផ្ទាល់នៅលើស្ពានមានឡានមានម៉ូតូមានបងប្អូនប្រជារាស្ត្រហើយលោកជួយមកច្រើនណានេះហើយដែលខ្ញុំគិតថាខ្ញុំបានឃើញប្រជាប្រដ្ឋលោកជួយមកលោកអត់ដែលឃើញទេទាំងចាស់ទាំងក្មេងគាត់ដែលបានឃើញមកអញ្ចឹងគាត់មានអារម្មណ៍មួយគាត់មកឈប់ហើយគាត់មកលេងទស្សនភាពកំសាន្តហើយគាត់មកទីតាំងនេះគឺច្រើនមែនទែនដែលគាត់ជួយមកនេះគឺពាក់កណ្ដាលស្ពានណាពាក់កណ្ដាលស្ពានហើយដែលឡានកំពុងតែបើកតិចណាដើម្បីថតនៅហៅថានេះគឺសិទ្ធិប្រជារាស្ត្រអាដាមលោកជំទាវពុទ្ធបរិស័ទលោកតាយាយគាត់ក្មេងៗចាស់គាត់មិនដែលបានទេឮតែចាស់គាត់និយាយតគ្នាមកថាស្ពាននេះមហាស្ពានណាគឺថាចាស់គាត់ថាសប្បាយណានេះហើយដែលខ្ញុំកូនណាខ្ញុំបានកើតមកតនហើយបានជិះនេះជាប្រវត្តិសាស្ត្រក៏មិនដែលមានដែរថ្ងៃនេះត្រឹមតែថ្ងៃរិស័យរិស័កល្អហើយរិស័យរិស័កខ្ពង់ពោះកណាគឺខ្ញុំកណាថតវីដេអូនេះដើម្បីបង្ហោះជូនដល់លោកតានិយាយលោកមីអំពីម៉ោង4ហើយម៉ោងនេះម៉ោង3ម៉ោង4ហ្នឹងគឺថាឡាននៅលើកណ្ដាលស្ពាននេះមានប្រជារាស្ត្រច្រើនមានឡានច្រើនមែនទែនកណាឲ្យលោកមានន័យថាមានឈប់ច្រើនមែនទែនគាត់ឈប់លើស្ពាននេះកណាអញ្ចឹងឲ្យធ្វើឲ្យមានការស្ទះចរាចរណ៍តិចតួចក៏មិនតែមិនអីទេគឺអាចយើងធ្វើដំណើរបានណាព្រោះគាត់អង្គុយឲ្យគាត់សប្បាយចិត្តគាត់យកកូនក្មេងមានប្រសង់មានអាចារ្យមានដូនជីមានបរិស័ទមានប្រជារាស្ត្រលោកមកច្រើនណាស់ហើយខ្ញុំកណាថតនេះលោកតានិយាយបានឃើញគឺមានអ្នកដឹកសម្ភារៈមានឡានតូចឡានធំមានម៉ូតូមានកង់មានដើរកណានេះហើយគឺជាសមិទ្ធផលជាតិមួយដែលប្រជាពលរដ្ឋជួយមកណាអរគុណណាស់អរគុណណាស់ដែលបានគាត់ជួយមកខ្ពស់ណាស់មិនព្រាវអត់មិនបានកណាគឺខ្ពស់ហើយល្អលោកតានិយាយឃើញខ្ញុំកណាថតវីដេអូនេះកណាឲ្យពិសេសពិសាលណាប្រវត្តិសាស្ត្រហើយខ្ញុំកណាគិតថាបើយើងបានចតឈប់អីតិចតួចក៏វាជារឿងប្រពៃដែរហើយយើងគិតថាសារាចរគឺថាអាចជាសារាចរមួយដ៏ពិសេសពិសាលហើយយើងសង្ឃឹមថាមិនថាប៉ូលីសមិនថាBMមិនថាទាហានមិនថារាជទេគឺថាយើងអត់ដែលបានមកលេងកំសាន្តនៅតំបន់នេះទេអញ្ចឹងប្រជារាស្ត្រគាត់មកច្រើនលោកតានិយាយឃើញណាគាត់ល្បីទូទាំងពិភពលោកទូទាំងប្រទេសណាគាត់អញ្ជើញមកលេងកំសាន្តដោយប៉ុនប្រពៃណីចូលឆ្នាំដោយប៉ុនឡានតាដូចប៉ុនជាតិអញ្ចឹងគឺថាគាត់ណាគាត់មកលេងគាត់ថតវីដេអូគាត់សប្បាយចិត្តគាត់អីហ្នឹងគឺថាប្រវត្តិសាស្ត្រលោកតានិយាយហើយណានេះហើយដែលខ្ញុំខ្ញុំដែលឋានៈជាលោកតាបោះសប្បាយចិត្តណាឃើញអ្នកតូចអ្នកធំប្រជារាស្ត្រអីគាត់សប្បាយចិត្តគាត់រំភើបណាគាត់អញ្ជើញឡើងមកណាឃើញហ្នឹងគឺថាល្អហើយពិសេសពិសាលអ្វីដែលយើងបានមកទស្សនកិច្ចគណៈនេះគាត់មកកំសាន្តហើយកម្លាំងយើងគឺថាល្អណាទាំងប្រសង់ទាំងអាចារ្យទាំងវិជារាស្ត្រគាត់សប្បាយគាត់ដើរមកលេងញញឹមញញែមគាត់ដើរមើលស្ពាននឹងមើលវាស្អាតប៉ុណ្ណាល្អប៉ុណ្ណាអីវិជារាស្ត្រនឹងគាត់មានឡានតូចឡានធំគាត់សប្បាយចិត្តណាគាត់ថាលេងស្ទះសារាចរហើយក៏លេងពិបាកទៀតហើយលេងឆ្លងសាឡាងទៀតហើយលេងឆ្លងទូកទៀតហើយម៉ោងនេះណាដោយរាជរដ្ឋាភិបាលលោកណាយកចិត្តទៅដាក់ការសាងសង់ស្ពាននេះជាស្ពានដ៏កេរមរតកដ៏មានតម្លៃជាស្ពានសន្តិភាពជាស្ពានដ៏រុងរឿងជាស្ពានដ៏ពិសេសពិសាលជាស្ពានមួយដ៏ឧត្តមឧត្តមណាស្ពាននេះឆ្ងាយណាស់លោកតានិយាយឲ្យ2000ម៉ែត្រជាងណាឆ្ងាយមែនតើណាក្បែរ3គីឡូណា2000ម៉ែត្រជាងណាក្បែរណាគឺមានន័យថាវែងណាគឺថា2000ម៉ែត្រ3គីឡូជាងណា3គីឡូជាងណាគឺមេជាការគាត់ថា3គីឡូជាងណា3គីឡូជាងអញ្ចឹងគឺវែងណាហើយទាំងជើងទាំងអីណាគឺថាវែងមែនទែននេះខ្ញុំបកគោណាខ្ញុំបានថតមិញថតពីខាងកើតពីខាងព្រៃវែងហ្នឹងខាងពីមរោនៅស្រុកពីមរោឥឡូវមកដល់ទិសខាងលិចនៅស្ពាននេះគឺហៅថាស្រុកលើកដៃខេត្តកណ្ដាលណានៅស្រុកលើកដៃនេះខ្ញុំបានថតវីដេអូជូនដល់
លោកតាយីលោកមីលមីងណាលោកបានឃើញហើយខ្ញុំកូនណាខ្ញុំនឹងបង្ហោះជូនដល់បងប្អូនពិភពលោកណាលោកបានដឹងបានយល់អំពីដែលខ្ញុំកូនណាខ្ញុំបានថតកណែសូមបួងសួងដែរដល់ព្រះឥន្ទ្រាប្រព្រំព្រះឥន្ទកោសីបារមីចតុរិយកាតវតង្យាមាតោសិនវតីបរមីដែលថាសាក្នុងចក្រវាលទាំងអស់វត្ថុស័ក្តិសិទ្ធិនឹងជួយថែសាដល់ប្រជារាស្ត្រនៅថ្ងៃទី6 ខែ 4 2015ដែលប្រជាពលរដ្ឋលោកបានឃើញស្ពានឃើញផ្លូវល្អរលោងសន្តិភាពពិសេសវិសាលពិសេសពិសិដ្ឋណាគឺថាបានកាត់សៃបោហើយបានសម្ពោធហើយប្រជាពលរដ្ឋសប្បាយចិត្តហើយនឹកឃើញនៅឪពុកម្ដាយរបស់យើងខ្លះលោកតានិយាយខ្លះលោកអាចបានតន់ស្ពាននេះទេណាគឺថាកម្រងស្ពាននេះមិនតិចឆ្នាំទេរាប់សិបឆ្នាំហើយដែលកម្រងក៏មិនតែធ្វើតែថ្ងៃទី6 ខែ 4 2015នេះទេធ្វើកើតបានកាត់សៃបោសម្ពោធជាផ្លូវការសម្រាប់ប្រជាពលរដ្ឋលោកប្រើប្រាស់ជាផ្លូវការទាំងអស់គ្នានេះគឺជាវិស័យបនមួយដែរដែលខ្ញុំកណានាំយាយហើយនាំសហការីនឹងនាំជិះតាមឡានមកដើម្បីឲ្យគាត់មើលអំពីទស្សនវិជ្ជានេះគឺជាទស្សនវិជ្ជានៅស្ពាននៅខាងលិចនៅទិសខាងលិចនៅស្រុកលើកដែកខេត្តកណ្ដាលរបស់យើងណានៅឃុំណានៅខាងស្រុកលើកដែកខេត្តកណ្ដាលរបស់យើងហើយខ្ញុំកណាខ្ញុំនឹងសហការីនឹងបត់ឡានទៅវិញដើម្បីវិលទៅកន្លែងយើងវិញនេះហើយដែលខ្ញុំកណាខ្ញុំសូមចម្រើនពរថានេះគឺនេះគឺជាករណីកិច្ចមួយដែលខ្ញុំកណាខ្ញុំបានថតវីដេអូនេះដើម្បីជូនដល់ពិភពលោកកាន់សប្បាយចិត្តហ្នឹងថតមិញគឺថតចាំងពលឺព្រះអាទិត្យណាឥឡូវអត់ប្រចាំងទៀតទេគឺថាវាអាចស្រាលវិញហើយគឺបានល្អឡើងពេញណាឥឡូវខ្ញុំកណាថតពីទិសពីខាងលិចទៅវិញគឺណានេះគឺជាដែលខ្ញុំកណាខ្ញុំបានថតផ្ទាល់ណាគឺលោកមេជាការសឹករងគាត់នឹងថតបើកតិចដើម្បីថតទស្សនវិជ្ជានេះគឺណាហើយមានយាយក៏សប្បាយចិត្តណាខ្ញុំកណាខ្ញុំមិនមានអារម្មណ៍ថារំភើបមានភាពសប្បាយចិត្តកណាសប្បាយចិត្តថាទឹកដីស្ពាននៅប្រទេសក្រៅឮទៅបងប្អូនថាមានស្ពានបាតសមុទ្របាតដីណាបាតទន្លេអីចឹងទៅណាក្រំដីក្រំសមុទ្រអីហើយស្ពានស្រុកប្រជាណាចក្រកម្ពុជានេះគឺស្ពាននេះខ្ពស់ណាខ្ពស់អញ្ចឹងខ្ញុំកាលណាខ្ញុំមិនដែលបានដឹងមិនដែលបានជួបដែរទេតែថ្ងៃនេះបានឃើញនៅក្នុងខេត្តព្រៃវែងនៅខេត្តកណ្ដាលដែលបានស្ពានដ៏ធំស្ពានដ៏វែងស្ពានដ៏ដងឧត្តមស្ពានដ៏វិសេសវិសាលនេះគឺថាខ្ញុំកាលណាខ្ញុំបានបង្ហោះវីដេអូនេះថតផ្ទាល់នៅថ្ងៃនេះណាហើយក៏បានហៅថាជំរាបជូនដល់លោកតានិយាយឲ្យលោកបានជ្រាបណាហើយខ្ញុំកណាខ្ញុំថតផ្ទាល់ដៃហើយខ្ញុំកណាខ្ញុំបានថតនៅទស្សនវិជ្ជារបស់ប្រជាពលរដ្ឋឲ្យលោកជិះម៉ូតូជិះឡានទាំងអស់ហើយខ្ញុំកណាខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំកណាខ្ញុំបានថតនេះគឺជាប្រវត្តិសាស្ត្រណានៅឋានសួគ៌ក្តីឋានមនុស្សលោកក្តីដែលលោកតានិយាយលោកមីលមីនៅក្រៅប្រទេសដែលលោកគិតថាមកលេងស្រុកបាភ្នំមកធ្វើបុណ្យឆ្លងប្រាសាទក្តីមកធ្វើបុណ្យឡើងតាមិសរក្តីឬមកធ្វើបុណ្យភ្ជុំបិណ្ឌក្តីធ្វើបុណ្យចូលឆ្នាំក្តីលែងពិបាកទៀតហើយគឺថាលោកតានិយាយអាចអញ្ជើញមកណាគឺថាតាមស្ពាននេះគឺថាជិះម៉ូតូក៏បានជិះកង់ក៏បានជិះឡានក៏បានដើរក៏បានដែរគឺថាស្ពាននេះគឺថាល្អណាល្អប្រសើរថ្លាថ្លៃអត់ដងឧត្តមឥឡូវនេះប្រជាពលរដ្ឋលោកកំពុងតែអង្គុយណាលោកកំពុងតែមើលលោកញឹមប្រវត្តិសាស្ត្រគាត់ថាគាត់មិនដែលបានឃើញមិនដែលបានជួបមិនដែលបានដើរឥឡូវនេះគឺថាដូចគាត់ដើរឋានសួគ៌ដូចឡើងទៅឋានសួគ៌អញ្ចឹងគឺថាគាត់សប្បាយចិត្តកណាហើយគាត់នេះជាប្រវត្តិសាស្ត្រមួយដែរដែលតំបន់ស្រុកខ្មែររបស់យើងណាសប្បាយចិត្តហើយភៀវនិងជារាជលោកកាន់តែមានភាពរំភើបហើយបេះដូងបលឹងវិញ្ញាណចិត្តរបស់គាត់នឹងក៏គាត់មកនឹកស្មានដល់ថាគាត់បានជិះលើស្ពាននេះហើយគាត់បានអង្គុយណាអ្នកខ្លះយកឪពុកចាស់
bốc chư mà ai chư còn dơ mau lên lơ cầm bộ nơi lơ spin đi phong đây là mấy ơi vị trí điên nó sẽ bài chất hay nè chùm ngư thằng on nó miền pha sọc phim mùi lọ hay miền rong lọ cái nào đi xem cái nào thọt khơi nhá còn chụp chọt tràn miền tên này thằng này đi còn mưa từ cào tràn miền tên thì còn chân dương bàn bạc lan tê tại những đầm mây thọt đầm mây mưa hay kia nơi cào nó có kia mau tràn đấy mà bị cối lan đi cái tràn đấy hay khơi nhá lục tài dây khơi nhung cái nào thọt to lại tí đi cái nào hay này chẳng yên tây giai để xa ngày ní để xa phải chia đi lục trong màu lên còn trong màu lên màu cầm sa là lên đi là xong con này hay tập phim đi là maintain cứ là vì xa là cái nào phải chia đi cho ra lục tài dây khơi nhá dừng là còn cùi hay mưa tờ lơ ta về ơi mưa tờ lơ mì là spin này cứ mà hà spin đấy vậy ấy lúc ta về ra còn ta man mau thế hay nhầm cần thay nhầm bàn mau hơi sờ bài chân hay cpu ha là lúc ta về cứ nhầm thọt bàn ta đó cpu phải chia đi lúc mưa tư mưa màu mưa thư mưa mọc bệnh đông có rụp khớp nhọp nho nông hạ được tây nhưng có sờ bài chân làสบายก็สบายนี่xem cái nào xem sống cái bò đó lục tà dây lục mì lục bàn chi ông xịt cái đây nó cứ ta xem cái nào xem bàn thọt to là sự cảm phiền là cầm bù phun này cái nào này cứ lơ cầm bù phun tiền thì nó cứ spin lơ cầm bù phun tiền nè nông tàu giống mà rồi ta sắp mai đấy cái pu hay nở hàng spin đấy cái pu trường nông tàu để tiền là cái pu hay sạch maintain chân hay bàn chiếc châm cả nắp châm mình sẽ cái đây sờ bài chân để khơi chia đi luôn trôi màu trơn nè màu cứ thà mình lưng to kia màu nòm kia màu mưa spin màu chi mà tàu chỉ lan mưa spin nâng ta dây cứ thà lọ vì xe xa lá lục ta dây đi xem cái nắp xem sông chấm rần po nó lục ta dây mình lục chi điệp nó được nông tu nati nè từ thà sông ở côn đợt bạc bò mây và ăn tria và prom và ăn cao say sông lục thi về ca đợt lục ta dây lục mình đó sông ba mây ăn prom tê và đam sát thi về ca đợt chi đi sông ba mây đó sông ba đi chơi sông ba mây ăn prom tê và đa sông prom đợt chi ria mà sọc cài sọc cha sọc chất sọc cầm đất sọc bể đông và ăn prom tê và đa và thọ xạ sệt đại tha sa nơi lưỡi chặt cờ tầm mu về xây sông po pi và ăn tria sông po pi prom sông po pi tê và đa sông po pi tê và bọt nè sông po bị chặt tàu đi chả ta vật tăng diêm mía tóc sận bờ tây nè sông lục prok prum đal bị chia prot ở ba sọc nè được xem cái nào màនេះគឺsông Pacithi ពលាកាសូមអរគុណណាស់ដល់វិជារាដល់អស់លោកដែលអញ្ជើញមកហើយសង្ឃឹមថាព្រះឥន្ទ្រាប្រព្រំព្រះឥន្ទកោសីបារមីដែលថាសានៅក្នុងឋានទាំង5សួគ៌ទាំង6ជាន់សូមប្រោះព្រំប្រទានពរទិព្វសត្ថារិកាពរដល់វិជារារាជបានសុខចម្រុងចម្រើនរស់ស៊ីកាន់តែមានបានតិចតិជុំសុខដុមរមនាពិសេសទេវតាថាសាវិជារាជនោះមានឆ្នាំថ្មីចិត្តថ្មីគំនិតថ្មីអន្តកតិថ្មីទេវតាថ្មីហងស៊ុយថ្មីរាសីរិស័កថ្មីណាជាប្រវត្តិលោកនឹងល្អលោកនឹងពិសេសពិសាអញ្ចឹងសូមបរមីប្រោះព្រំប្រទានពរទិព្វសត្ថារិកាពរហើយសូមជូនពរដល់វិជារាជទូទាំងប្រទេសទូទាំងពិភពលោកសូមឲ្យលោកមានសុខភាពល្អកាយពលល្អកម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃសូមព្រះឥន្ទ្រាប្រព្រំព្រះឥន្ទកោសីបារមីទាំងអស់សូមលោកថាសាវិជារាជបានសុខចម្រុងចម្រើនតិចតិជុំបត្តនេបត្តរៈមសទ្ធីមីសច្ចរតនេបដ្ឋានង្កតិសូមបរមីទាំងអស់ណាជួយទទួលស្គាល់ផ្លូវនេះជាផ្លូវទឹកផ្លូវនេះជាផ្លូវសុខផ្លូវនេះជាផ្លូវសន្តិភាពជាផ្លូវហុងស៊ុយជាផ្លូវរាសីរិស័កជាផ្លូវល្អជាផ្លូវហៅថាសួគ៌ាណាជាផ្លូវដែលប្រជាពលរដ្ឋលោកសប្បាយចិត្ត
bị chia bờ rót nhỉ nhâm bị chia bờ rót nâng lô miền phía bồng phơ bị chia bờ rót nâng cứ song sọc hay